និពន្ធប្រាក់ខែទៅតាមមាត្រាកណ្ដាលតាមថ្នាក់វាមានភាពស្មុគស្មាញហើយមានលំដាប់ដោយច្រើនខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីលំដាប់ដោយមួយៗដំបូងឡើយគឺយើងត្រូវដឹងពីមូលដ្ឋាននៃការកាត់ពន្ធប្រាក់ខែមុនដំបូងសិនថាបុគ្គលិកម្នាក់ហ្នឹងគាត់មានអីខ្លះនៅខាងក្នុងហ្នឹងគាត់អាចមានជាពន្ធប្រាក់ខែក៏អាចមានជាប្រាក់ថែមមកឬក៏មានប្រាក់អឺប៉ះប៉ូវអីផ្សេងៗនៅខាងក្នុងហ្នឹងអញ្ចឹងយើងបូកបញ្ចូលគ្នាទាំងអស់ហើយគឺយើងគុណជាមួយនឹងអត្រាប្តូរប្រាក់ដែលជាលុយរៀលរបស់យើងទៅតាមការណែនាំរបស់នាយកដ្ឋានពន្ធដារបន្ទាប់ពីយើងឃើញជាលុយរៀលមួយសិនយើងដកជាមួយនឹងប្រាក់សោធន24,000បន្ទាប់ពីយើងដកហើយគឺយើងដកជាមួយនីតិទានដកមានន័យថាគឺយើងដកបន្ទុកកូនឬក៏ប្តីប្រពន្ធដែលគាត់នៅក្នុងបន្ទុកក្នុងគ្រួសារហ្នឹងម្នាក់បាន5ដល់10,000បន្ទាប់ពីយើងដកហើយគឺយើងគុណទៅតាមមាត្រាកំណើនរបស់វាបើសិនជាវាចូល5%គឺយើងគុណនឹង5%ទៅបន្ទាប់ពីយើងគុណហើយគឺយើងអាចដល់ជាមួយនឹងអត្រាទឹកប្រាក់លំអៀងម្ដងទៀតអញ្ចឹងយើងនឹងឃើញទឹកប្រាក់មួយដែលជាទឹកប្រាក់យើងត្រូវបង់ទៅពន្ធដារហើយដំបូង